សូមគោរពនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់ក៏ដូចជាទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទនៅក្នុងពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីហើយក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីចែករំលែកទៅដល់បងប្អូនដើម្បីឲ្យបានដឹងតាក់ទងទៅនឹងជីអង្កាមក៏ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពបាទហើយចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័រកាសែតថ្មីបាទដើម្បីជាការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងផងដែរហើយចំពោះជីអង្កាមនេះផងដែរក៏បងប្អូនយើងច្បាស់ជាធ្លាប់ពិសាហើយទៅលើជីអង្កាមនេះហើយបងប្អូនខ្លះក៏មានដាំនៅតាមផ្ទះរបស់គាត់ទៀតផងបាទចំពោះជីអង្កាមនេះបាទហើយដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាទន្ទឹងរង់ចាំស្ដាប់យូរបាទដូច្នេះសូមបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំតាក់ទងទៅនឹងជីអង្កាមផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពជីអង្កាមគឺមានរសជាតិឆ្ងាញ់ប៉ុន្តែមិនមែនជាមូលហេតុតែម្យ៉ាងដែលអ្នកគួរចាប់ផ្ដើមទទួលទានជីអង្កាមជាប្រចាំឡើយក៏ព្រោះតែតាមពិតទៅជីអង្កាមអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយខាងក្រោមនេះយើងនឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានជីអង្កាមជាប្រចាំចំណុចទី1បំបត្តិ stress ឬភាពតានតឹងក្នុងអារម្មណ៍តែជីអង្កាមជាប្រភេទនៃតែដ៏ល្អបំផុតមួយសម្រាប់បំបត្តិអាការៈថប់អារម្មណ៍និង stress នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol ជួយសម្រួលសាច់ដុំកាត់បន្ថយកម្រិតនៃភាព stress ចំណុចទី2ជួយឲ្យឆាប់ងងុយគេងប្រសិនបើអ្នកគេងមិនលក់ចូលទទួលទានជីអង្កាមមួយពែងសារធាតុ menthol ជួយឲ្យសាច់ដុំនិងអារម្មណ៍ធូរស្បើយហើយអ្នកនឹងឆាប់គេងលក់ជាក់ជាមិនខានចំណុចទី3បង្កើនការផ្ដោតអារម្មណ៍ឆុងតែជីអង្កាមហើយក្រេបយឺតវិធីនេះនឹងជួយឲ្យអ្នកផ្ដោតអារម្មណ៍បានប្រសើរលើសពីនេះទៅទៀតក្លិនជីអង្កាមរួមទាំងសារធាតុ menthol មានប្រសិទ្ធភាពរំញោចការចងចាំនៃខួរក្បាលចំណុចទី4ដុតបំផ្លាញជាតិខ្លាញ់ប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានមិនឈប់នោះតែជីអង្កាមអាចជួយបំរាបចំណង់អាហាររបស់អ្នកបានការទទួលទានជីអង្កាមនៅពេលព្រឹកជួយដល់ដំណើរការនៃការដុតរំលាយអាហារឬជាតិខ្លាញ់នៅក្នុងរាងកាយចំណុចទី5បំបត្តិអាការៈទល់លាមកទឹកជីអង្កាមក្តៅអ៊ុនលាយជាមួយនឹងទឹកឃ្មុំជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកដែលកំពុងជួបប្រទះអាការៈទល់លាមកនោះក៏ព្រោះតែសារធាតុ menthol មានប្រសិទ្ធភាពជាថ្នាំព្យាបាលជំងឺទល់លាមកបែបធម្មជាតិតែជីអង្កាមក្តៅអ៊ុនក៏ជួយព្យាបាលអាការៈឈឺបំពង់កផងដែរក្រៅពីការទទួលទានជីអង្កាមអ្នកអាចបន្ថែមទៅក្នុងទឹកដូងដែលវិធីនេះជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយហើយថែមទាំងបំបត្តិបញ្ហាស្បែកផ្សេងរួមទាំងរោគមុនផងដែរបាទអស់លោកស្រីបាទបងប្អូនទាំងអស់គ្នាបាទនេះគឺជា5ចំណុចដែលជីអង្កាមផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពដែលបងប្អូនយើងខ្លះក៏ដឹងអំពីអត្ថប្រយោជន៍របស់ជីអង្កាមហើយបងប្អូនខ្លះទៀតក៏ពុំទាន់បានដឹងហើយការអត្ថប្រយោជន៍របស់ជីអង្កាមនេះគឺមានអត្ថប្រយោជន៍ផ្សេងគ្នាបាទជាច្រើនផងដែរបាទអរគុណហើយចំពោះអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័រកាសែតបាទថ្មីបាទដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យដឹងពីអត្ថប្រយោជន៍របស់តែជីអង្កាមបាទហើយតែជីអង្កាមនេះគឺមានរហូតដល់5ចំណុចដែលយើងខ្ញុំបានជំរាបជូនទៅដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងហ្នឹងចំណុចទី1គឺបំបត្តិ stress ឬភាពតានតឹងនៅក្នុងអារម្មណ៍បាទហើយចំណុចទី2ជួយឲ្យឆាប់ងងុយគេងបាទបើសិនជាបងប្អូនយើងគាត់គេងមិនសូវលក់អីបងប្អូនអាចញ៉ាំទៅលើតែជីអង្កាមនេះមួយពែងទៅបងប្អូននឹងងាយបាទងងុយគេងឆាប់គេងលក់ទៀតផងបាទហើយចំណុចទី3បង្កើនការផ្ដោតអារម្មណ៍ចំណុចទី4ដុតបំផ្លាញជាតិខ្លាញ់និងចំណុចទី5បំបត្តិអាការៈទល់លាមកបាទអញ្ចឹងបើកាលណាបងប្អូនយើងដែលមានអារម្មណ៍ថាទល់លាមកហ្នឹងតែជីអង្កាមនេះក៏ជួយសម្រួលទៅដល់ការបន្តបង់ឲ្យបានស្រួលផងដែរបាទអរគុណចំពោះអត្ថបទសុខភាពនេះយើងខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយ
មុននឹងបញ្ចប់យើងខ្ញុំក៏សូមខន្តីអភ័យទោសបាទពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរប្រសិនបើមានកំហុសខុសឆ្គងបាទហើយមួយវិញទៀតក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារផងដែរខណៈពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា